សួរលោកគ្រូសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបinstall ហើយនិង set up Ubuntu server នៅលើ VisualBox របស់យើងជាមុនដំបូងយើងចូលទៅកាន់ browser សិនជួយយើងវាយពាក្យថា VisualBox ជួយយើងវាយពាក្យថា VisualBox ជួយយើងឃើញ website Oracle VisualBox ហ្នឹងយើងចុចចូលមកជួយយើងកាន់ដល់នេះយើងជួយធ្វើការ download ដើម្បី download VisualBox របស់យើងចុះឥឡូវនេះមាន option ដូចជា Windows Mac ហើយ Linux អីចឹងតែយើងម៉ាស៊ីនរបស់យើង Windows យើងដាក់ Windows មកជួយយើង click យក download អូខេអញ្ចឹងនៅពេលដែលយើង download មកយើងធ្វើការ open file ហ្នឹងមកជួយយើងធ្វើឃើញតែ file ហ្នឹងយើងបាន download ហើយជួយយើង double click ទៅលើ file ហ្នឹងដើម្បីធ្វើការដំឡើង VisualBox របស់យើងអញ្ចឹងនៅកន្លែងនេះយើងចុចយកពាក្យថា next ហើយយើងយក sub ខាងលើហើយ next មកកន្លែងនេះយើងយកថា next ទៀតហើយ yes ហើយកន្លែងនេះយើង tick ទាំង3ហើយចុច next ហើយ install អញ្ចឹងយើងកំពុងតែ install VisualBox ទៅលើម៉ាស៊ីនរបស់យើងអូខេអញ្ចឹងយើងចុចបិទកន្លែងនេះដើម្បីកុំឲ្យវា start ម៉ាស៊ីនអូខេអញ្ចឹងបន្ទាប់មកយើងឃើញថាមាន VisualBox នៅលើម៉ាស៊ីនរបស់យើងហើយអញ្ចឹងយើងចូលទៅកាន់ website and download image មួយទៀតគឺ Ubuntu server អញ្ចឹងយើងវាយពាក្យថា Ubuntu download យើងចូលមកឃើញ website គេយើងចុចចូលទៅ download image របស់ Ubuntu server របស់យើងឃើញពាក្យថា server and get មកហើយយើងចុច download តែដោយសារតែ file image ហ្នឹងខ្ញុំបាន download ហើយអញ្ចឹងខ្ញុំមាន file image ហ្នឹងហើយអញ្ចឹងបើសិនតែអ្នកនរគ្នាអត់មានទេយើងអាចចូលទៅកាន់ download តាម website ហ្នឹងបានអញ្ចឹងបន្ទាប់ពីយើងមានVisualBox របស់យើងហើយនឹង file Ubuntu image server ហ្នឹងហើយនេះអញ្ចឹងបន្ទាប់ពីយើងមានពីរហ្នឹងហើយយើងអាចធ្វើដំឡើងVisual Ubuntu server នៅលើ VisualBox របស់យើងបានអញ្ចឹងចុចចូលមកកាន់ VisualBox ហើយចុចយក new ហើយនៅលើ name នេះយើងវាយឈ្មោះមកឈ្មោះម៉ាស៊ីនរបស់យើងជួយខ្ញុំដាក់ឈ្មោះថា Ubuntu ហើយកន្លែងទុក file ម៉ាស៊ីនរបស់យើងម៉ាស៊ីន server របស់យើងខ្ញុំមាន folder ស្រាប់ហើយអញ្ចឹងអ្នកនរគ្នាអាចដាក់កន្លែងណាក៏បានលើម៉ាស៊ីនរបស់អ្នកនរគ្នាអញ្ចឹងខ្ញុំមាន folder របស់ខ្ញុំដែលបានបង្កើតហ្នឹង Ubuntu server ហ្នឹងទៅមកកន្លែង ISO file នេះISO image នេះយើងប្រើទៅរក file ISO ដែលយើងបាន download មិញហ្នឹង file ISO របស់ Ubuntu server ហ្នឹងតោះមកយើង tick កន្លែងនេះដើម្បីយើងធ្វើការដាក់ set up នៅខាងក្រោមចំណុចខាងក្រោមទៀតអញ្ចឹងកន្លែង username ខ្ញុំដាក់ឈ្មោះថា Petra ហើយ password 1 2 3ហើយយើង confirm password 1 2 3ដូចគ្នាតោះមកនៅតបខាងក្រោមយើងខ្ញុំដាក់ថា 4G កន្លែង RAM memory ហ្នឹងក៏ដូចជា CPU របស់ខ្ញុំយក4 core ហើយនឹងយើង create ទៅលើ user EFI ហ្នឹងមកតមកនៅកន្លែង design ខ្ញុំយក 512G ខ្ញុំយកកន្លះទេដើម្បីវាបានធំតិចតមកយើងចូលទៅកាន់ option ទី1 and dock click វាវិញដើម្បីកុំឲ្យវា start សិនហ្នឹងអញ្ចឹងយើងបានទទួលបានUbuntu server របស់យើងហើយនៅលើ VisualBox ហ្នឹងអញ្ចឹងបន្ទាប់មកយើងធ្វើការចុច start server របស់យើងសិន server ហ្នឹងហើយវាកំពុងតែ power វាកំពុងតែបើកអញ្ចឹងបន្ទាប់ពីយើងបើកមកយើងធ្វើការចុចទៅ enter ចុច enter ហើយយើងរងចាំមួយផ្លែតខ្ញុំមកដល់កន្លែងនេះយើងជ្រើសយកពាក្យថា English យើងមើលភាសាចុច enter ហើយកន្លែងនេះយើងចុច continue without updating
ហើយកន្លែងនេះអត់មាន set អីទេយើងចុច done ចុច enter មកហើយកន្លែងនេះយើងយកពាក្យថា Ubuntu server ហ្នឹងអញ្ចឹងវាមានខ្វែងហើយយើងចុច enter ទៀតទៅលើពាក្យថា done ហ្នឹងកន្លែងនេះយើងnetwork config ហ្នឹងយើង done ទៀត enter យើងអត់តែមាន config អីទេហើយ proxy address នេះយើងអត់មានទេអញ្ចឹងយើងចុច enter ទៅមកនៅកន្លែងនេះចាំ flat យើងចុចវា enter ទៀតនៅកន្លែងនេះយើងត្រូវដោះគ្រីសនៅកន្លែង set ហ្នឹងអញ្ចឹងដើម្បីដោះគ្រីសយើងចុចលើ space យើងចុច arrow key មកដល់កន្លែងហ្នឹងហើយយើងចុច space ដើម្បីដោះគ្រីសវាហើយយើងចុច arrow key មកក្រោមរហូតដល់ពាក្យថា done ហ្នឹងយើងចុច enter តមកកន្លែងនេះយើងអត់មានត្រូវ config អីទេយើងចុច enter នៅលើពាក្យថា done ទៀតតមកចុច arrow key ចុះក្រោមយកពាក្យថា continue and enter ហើយកន្លែងនេះយើងធ្វើការដាក់ឈ្មោះរបស់យើងពាក្យតារាហើយ visual server name នេះយើងដាក់ឈ្មោះថា Ubuntu server ខ្ញុំដាក់ឈ្មោះអញ្ចឹងអ្នកនរគ្នាអាចដាក់បានតែកន្លែងនេះយើងត្រូវដាក់អក្សរទូចទាំងអស់វា support ទៅលើអក្សរទូចទាំងអស់ហើយ pick up user ហ្នឹងឈ្មោះខ្ញុំមែន password ខ្ញុំយក1 2 3ដូចខ្ញុំបានបង្កើតហ្នឹង1 2 3 1 2 3ទៅមក arrow key ចុះមកយើង done and enter មកកន្លែងនេះ skip មកយើងបើអត់ទាន់ skip ទេហើយចុច arrow key បាន skip ហើយ and ចូល arrow key មកកន្លែង continue and ចុច enter ហើយកន្លែងនេះយើងចុចបើកគ្រីសអញ្ចឹងដើម្បីចុចបើកគ្រីសយើងចុច space ចុច space ហើយ arrow key ចុះក្រោមរហូតដល់ពេលថា done and enter អញ្ចឹងកន្លែងនេះអត់មានត្រូវ config អីទេយើងចុច arrow key ចុះក្រោមដល់ done and ចុច enter មកអញ្ចឹងបន្តមកវាកំពុងតែដំឡើង installing server របស់យើងចាំមកផ្លែតពេលដែលវា download ចប់យើងត្រូវ config ទៅទៀតវាកំពុងតែ install ចឹងកន្លែងនេះអាចយូរបន្តិចចឹងនៅពេលដែលយើងឃើញបែបហ្នឹងហើយយើងចុច arrow key មកចឹងវាកំពុង install ចុះហើយយើងចុច arrow key មកកន្លែង reboot now ហ្នឹងចុច enter មកចឹងនៅកន្លែងនេះបើយើងឃើញ fault កុំភ័យអីយើងអាចចុច enter ម្ដងទៀតហើយយើងបាន reboot សិន server របស់យើងចឹងដល់កន្លែងនេះយើងវាយឈ្មោះ server មិនសិន server របស់យើងវាយឈ្មោះខ្ញុំត្រាបន្ទាប់មកយើងវាយ password 1 2 3ប៉ុន្តែ password នេះអត់បង្ហាញឲ្យឃើញទេចឹងអ្នកនរគ្នាចុច1 2 3ហើយ enter មកស្អាវាអត់បង្ហាញទេចឹងយើងបានចូលមកកាន់ម៉ាស៊ីន server របស់យើងហើយអញ្ចឹងយើងត្រូវវាយ comment តទៀតcomment របស់យើងយើងត្រូវវាយ sudo ហើយ backslash យើង sudo touch and backslash etc backslash cloud and backslash cloud init dot disable ចឹងយើង enter មកហើយគឺយើងឲ្យទៅវាយ password ចឹងយើងវាយ password របស់សិនមកយើង1 2 3ហើយ enter តមកបើយើងអត់មាន load error ទេវានឹងចេញបែបនេះចឹងយើងត្រូវវាយ comment តទៀតគឺ comment cat .clear backslash etc backslash cloud backslash cloud init disable ចឹងយើង enter មកចឹងសិនបើយើងអាចដំណើរការបានចឹងយើងត្រូវវាយ comment តទៀតគឺsudo
apt update ហើយយើង enter មកយើងកំពុងតែ update Amazon server របស់យើងទៅពី update ហើយយើងធ្វើការវាយ command មួយទៀតគឺ sudo apt upgrade អញ្ចឹងយើងធ្វើការ upgrade យើង upgrade តវាយអញ្ចឹងយើង enter មកតោះមកយើងរងចាំបន្តិចដើម្បីឲ្យវា upgrade server របស់យើងពេលដែលវា upgrade ចប់គឺយើងបានដំឡើង Ubuntu server របស់យើងនៅលើ VisualBox ហើយវាកំពុងតែ progress អូខេអញ្ចឹងយើងបានដំឡើងបានជោគជ័យហើយអញ្ចឹងនៅកន្លែងនេះយើងចុច key tab ដើម្បីចូលមកកាន់ no អូខេចុច tab and ចុច enter តមកកន្លែងនេះយើងវាយដើម្បី shutdown server របស់យើងធ្វើវាយ sudo shutdown now ដើម្បីបើយើងចង់ shutdown សិនបើយើងអញ្ចឹងយើងចុច enter ទៅសិននឹង shutdown ចឹងការងារនេះមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូដូចជាជម្រាបលាលោកគ្រូជម្រាបលាអ្នកនរគ្នាវាសួរលោកគ្រូក៏ដូចជាសួស្តីអ្នកនរគ្នាអញ្ចឹងនេះខ្ញុំមកធ្វើការងារទី2គឺការ install OpenASX អញ្ចឹងដំបូងឡើយយើងឆែកទៅលើ network របស់យើងអញ្ចឹងខ្ញុំប្រើ wireless network អញ្ចឹងខ្ញុំអាចយក bridge adapter អញ្ចឹងបើសិនអ្នកនរគ្នាអាចប្រើជាខ្សែអ៊ីនធឺណិតអញ្ចឹងអ្នកអាចយក NAT ទៅអញ្ចឹងយើងធ្វើការបើកម៉ាស៊ីនរបស់យើងឲ្យម៉ាស៊ីនយើងដំណើរការសិនអញ្ចឹងកន្លែងនេះយើងធ្វើការបញ្ចូល username របស់យើងអញ្ចឹង username របស់ម៉ាស៊ីន Ubuntu server ខ្ញុំឈ្មោះ Petra and password គឺ123អញ្ចឹងនៅពេលដែលយើងវាយហើយយើងអាចប្រើម៉ាស៊ីន server របស់យើងបានហើយអញ្ចឹង command ទី1យើងធ្វើការ update សិនអញ្ចឹងយើងវាយ command sudo apt update យើងកំពុងតែ update សិនរបស់យើងជាងបន្ទាប់ពី update ហើយយើងធ្វើការវាយ command install OpenASX អញ្ចឹង command ហ្នឹងគឺ sudo apt install OpenASX server អញ្ចឹង command ហ្នឹងខ្ញុំនឹងតម្លាក់នៅក្នុង description អ្នកនរគ្នាអាចចូលទៅមើលបានបន្ទាប់ពីយើង install ហើយយើងធ្វើការបើក enable វាអញ្ចឹងយើងវាយ command sudo system control ctl and enable now sh ជាងយើងធ្វើការ enable វាសិនបន្ទាប់មកយើង check ប្រើ command check ទៅលើ status របស់ OpenASX ហ្នឹងជាងយើងវាយ command sudo system control ctl status sh អញ្ចឹងយើងឃើញថាវា active បន្ទាប់ពីហ្នឹងហើយយើងធ្វើការវាយ command allow វា sudo ufw allow ash អញ្ចឹងយើងធ្វើការ allow ឲ្យម៉ាស៊ីនខាងក្រៅអាច remote ចូលទៅក្នុងម៉ាស៊ីន server របស់យើងបានអញ្ចឹងដើម្បី remote យើងធ្វើការស្គាល់ IP address សិនអញ្ចឹងដើម្បី
ដើម្បី check មើល IP address យើងធ្វើការវាយ comment IPA អញ្ចឹងយើងឃើញIP address របស់យើងហើយអញ្ចឹងយើងអាចយកម៉ាស៊ីនខាងក្រៅដើម្បី remote ចូលទៅក្នុងម៉ាស៊ីន server របស់យើងបានអញ្ចឹងខ្ញុំធ្វើការបើក CMD នៅក្នុងម៉ាស៊ីនខាងក្រៅរបស់ខ្ញុំដើម្បីធ្វើការ remote ចូលទៅក្នុងម៉ាស៊ីន server ហ្នឹងអញ្ចឹងទីមួយយើង check ទៅលើ ping សិនថាម៉ាស៊ីនទាំងពីរហ្នឹងវាស្គាល់គ្នាអត់អញ្ចឹងខ្ញុំធ្វើការវាយ ping ហើយនឹង IP address របស់ម៉ាស៊ីនរបស់យើង 10.115.224.152 ខ្ញុំ enter មកបើវា load ចេញអញ្ចឹងមានថាម៉ាស៊ីនហ្នឹងគឺស្គាល់គ្នាហើយអញ្ចឹងបន្ទាប់ពីស្គាល់គ្នាហើយខ្ញុំអាចប្រើ comment ដើម្បី remote ពីម៉ាស៊ីនខាងក្រៅចូលទៅក្នុងម៉ាស៊ីន server របស់យើងបានអញ្ចឹងយើងប្រើ comment ASH ឈ្មោះ user របស់យើងគឺភក្ត្រាហើយ add ជាមួយនឹង IP address ដែលយើងបានបញ្ចូលមុនហ្នឹងគឺ 10.145.224.152 បន្ទាប់មកយើងធ្វើការវាយ yes and password គឺ123ខ្ញុំ enter មកអញ្ចឹងយើងធ្វើឃើញថាយើងអាច reboot ចូលពីម៉ាស៊ីនខាងក្រៅចូលទៅក្នុងម៉ាស៊ីន server របស់យើងអញ្ចឹងខ្ញុំធ្វើការសួរថា who am I អញ្ចឹងចេញឈ្មោះ user មក and password គឺ /home/ ឈ្មោះ user អញ្ចឹងយើងអាចទៅមិនក្នុងម៉ាស៊ីនខាងក្នុងរបស់យើងមើលខ្ញុំវាយថា who am I ឈ្មោះ user and password pwd and /home/ ឈ្មោះ user អញ្ចឹងការងារទី2របស់យើងមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំធ្វើការវាយ comment shutdown ម៉ាស៊ីនអញ្ចឹង sudo shutdown now ដើម្បីធ្វើការ shutdown ម៉ាស៊ីន server របស់យើងអញ្ចឹងការងារទី2របស់យើងមានតែប៉ុណ្្នឹងទេហើយ comment ទាំងអស់ខ្ញុំនឹងតម្លាក់នៅក្នុង description សួស្តីលោកគ្រូសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើសរសេរ basic comment លើ Ubuntu server អញ្ចឹងយើងបើកម៉ាស៊ីន server របស់យើងមកអញ្ចឹងយើង log in ជាមួយនឹង user របស់យើងគឺភក្ត្រា password គឺ123អញ្ចឹងខ្ញុំឆែកទៅលើ IP address គឺយើងសរសេរ IPA ដើម្បីយើងធ្វើការ remote តាម switch ASH ដើម្បីយើងយកកុំព្យូទ័រក្រៅរបស់យើងហ្នឹង remote ទៅកាន់កុំព្យូទ័រ server របស់យើងអញ្ចឹងខ្ញុំបើក CMD នៅខាងកុំព្យូទ័រខាងក្រៅហើយយើងវាយ ping and IP address មកអញ្ចឹង IP address របស់យើងគឺ 172.169.152 ហើយយើង enter មកយើងធ្វើការ remote ចូលហើយអញ្ចឹងខ្ញុំវាយ ASH ដើម្បី remote ASH ឈ្មោះ user យើងភក្ត្រាហើយ add ហើយនឹង IP address អញ្ចឹងយើងវាយ yes មកហើយវាយ password 123អញ្ចឹងយើងធ្វើ remote ចូលហើយខ្ញុំសួរវាថា who am I
យើង password password ចឹងបន្ទាប់មកយើងធ្វើការវាយ comment ដើម្បី update យើងបន្ទុកserver របស់យើងគឺ sudo apt update ហើយយើងវាយ password 1 2 3យើង update នេះគឺយើង update ទៅលើ update package ចឹងបន្ទាប់ពី update ហើយយើងធ្វើការវាយ comment ដើម្បី upgrade ម្ដងចឹងយើងវាយ sudo apt upgrade ដើម្បី upgrade ទៅលើ package ដូចគ្នាចឹងកន្លែងនេះយើងចុច tab មកអូខេយើងធ្វើការ upgrade ហើយ upgrade package របស់យើងចឹង comment ទី1ដែលយើងសរសេរនោះគឺយើងសរសេរ touch ដើម្បី comment នេះយើងវាយដើម្បីយើងបង្កើត file text ចឹងខ្ញុំបង្កើត file មួយឈ្មោះថា svp.6 ចឹង comment touch នេះគឺជា comment បង្កើតឈ្មោះ file តបមកយើងវាយ comment echo ហើយយើងបើក single quote ដើម្បីសរសេរចឹង comment echo នេះគឺជា comment ដែលយើង print string មកដើម្បីមើលចឹងខ្ញុំវាយថា hello world ហើយ svp.6 ចឹងទៅចឹងវាធ្វើការ print statement មួយហ្នឹងខ្ញុំប្រើ comment echo តមកទៀតយើងវាយ comment ls.clear -l ដើម្បីឆែកទៅលើ list long text ហើយយើងវាយ comment ls-lx ដើម្បីមើល long list text លក្ខណៈជា human reader ហើយដើម្បីបង្កើត folder យើងប្រើ comment mkdir ហើយយើងវាយឈ្មោះ folder ហ្នឹងមក svp.6 folder យើងដើម្បីបង្កើត folder យើង enter មកតមកយើងដើម្បីឆែកយើងវាយ ls-lh មកដើម្បី check មើលថាយើងបានបង្កើត folder មែនអត់ចឹងយើងឃើញមាន svp.6 folder ដែលយើងបានបង្កើតហ្នឹងចឹង basic comment part mode របស់យើងមានតែប៉ុណ្្នឹងទេចឹងយើងវាយ comment sudo shutdown now ដើម្បីបិទផ្សិន server របស់យើងចឹងឃើញថាផ្សិន server វាបានបិទហើយនេះ power off ចឹងការងាររបស់យើងមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ
បាទអញ្ចឹងជំរាបសួរលោកគ្រូសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកនិយាយទៅលើ basic command របស់យើងpart 2នៅក្នុង Ubuntu server អញ្ចឹង command ដំបូងយើងវាយ who am I ដើម្បីសួរទៅ user ឈ្មោះអីចឹងទៅហើយ pwd ដើម្បីសួររក location ថាយើងកំពុងទៅនៅកន្លែងណាបន្ទាប់មកទៀតយើងវាយ command ថា hostname ដើម្បីសួរថាសិនដែលយើងហោះហ្នឹងឈ្មោះអីគេអញ្ចឹងសិនយើងឈ្មោះ Ubuntu server បន្ទាប់មកទៀតគឺ command ថា touch file name.tt អញ្ចឹង command ថា touch នេះគឺជា command ដែលយើងបង្កើតឈ្មោះ file អញ្ចឹងយើងចង់បង្កើតឈ្មោះ file ថាឈ្មោះអីហើយ extension អីយើងសេហ្នឹងមកអញ្ចឹងយើងវាយ command ls ដើម្បីឆែកមើលមានអីខ្លះអញ្ចឹងមានដូចជា folder 001អញ្ចឹងទៅ file ជាច្រើនដែលខ្ញុំបានបង្កើតមុនហើយមួយទៀតគឺ nano ឈ្មោះ file ដែលយើងចង់សរសេរអញ្ចឹង command nano គឺជា command ដែលយើងអាចចូលទៅក្នុងទៅសរសេរទៅទិន្នន័យនៅក្នុង file ហ្នឹងជាងវាយ command ថា nano ហើយឈ្មោះ file តោះមកខ្ញុំសរសេរtext នៅក្នុង file ហ្នឹងថា welcome to ctext my name is ឆៃសុភ័ត្រាអញ្ចឹងទៅហើយគ្រប់ SV2.6 ហើយសរសេរថា year 3 semester 2អញ្ចឹងខ្ញុំសរសេរទិន្នន័យតែប៉ុណ្្នឹងទេអញ្ចឹងយើងឃើញចង់ដើម្បី exit យើងចុចcontrol X ហើយអក្សរ Y ហើយ enter អញ្ចឹងយើងបានចេញពីផ្ទាំង nano វិញហើយអញ្ចឹងយើងសរសេរ comment ថា cat ហើយ file ដែលយើងបានសរសេរទិន្នន័យចូលនោះអញ្ចឹង comment cat នេះគឺយើងចាប់file ដើម្បីមើលទិន្នន័យអញ្ចឹងទៅអញ្ចឹង comment បន្ទាប់គឺ mkdir គឺដើម្បីcomment នេះយើងប្រើដើម្បីបង្កើត folder ឬមួយក៏ directory អញ្ចឹងយើងវាយថា mkdir ហើយខ្ញុំសរសេរឈ្មោះដែលយើងសរសេរឈ្មោះ folder ដែលយើងចង់បង្កើតអញ្ចឹងmkdir គឺជា command ដែលយើងបង្កើត folder ឬមួយក៏ directory អញ្ចឹងយើងវាយ mkdir ហើយឈ្មោះ folder ដែលយើងចង់បង្កើតមកហើយយើងវាយ command ls ដើម្បី check list របស់យើងថាមានអីខ្លះយើងមាន folder SV2.6 folder ហ្នឹងមានដល់ទៅ2ហើយមាន file ដែលខ្ញុំបានបង្កើតមុនអញ្ចឹងខ្ញុំវាយcommand cd ហើយឈ្មោះfolder ដែលខ្ញុំចង់ចូលខ្ញុំវាយខុសខ្ញុំច្រឡំឈ្មោះ file អញ្ចឹងខ្ញុំវាយ command ថា cd ហើយឈ្មោះ folder អញ្ចឹងដើម្បីចូលទៅក្នុង folder មួយអញ្ចឹងយើងវាយ command ថា cd ហើយឈ្មោះ folder អញ្ចឹងយើងបានចូលទៅក្នុង folder ហ្នឹងហើយអញ្ចឹងយើងវាយ command ថា pwd មើលថាយើងកំពុងទៅនៅទីតាំងណាអញ្ចឹងយើងឃើញថាយើងកំពុងទៅនៅក្នុង folder svg SV2.6 folder
តមកទៀតគឺ cd .clear .dot គឺជា comment ដែលយើងដើម្បីចេញពី folder នឹងវិញខ្ញុំវាយ pwd មើលយើងបានចេញមែនអញ្ចឹង comment បន្ទាប់គឺ cp file .tat អញ្ចឹង comment cp នេះគឺជា comment ដើម្បី copy file ហើយយើងដាក់ឈ្មោះ file មកហើយយើងទៅសេឈ្មោះ directory ឬមួយក៏ folder ដែលយើងចង់ដាក់ file ហ្នឹងអញ្ចឹងខ្ញុំនឹងវាយ svp.6 folder គឺខ្ញុំចង់ដាក់ file name.tt នេះនៅក្នុង svp.6 folder អញ្ចឹងខ្ញុំធ្វើការចូលទៅក្នុង folder svp នឹងមើលថាមាន file name.tt នឹងអត់អញ្ចឹងខ្ញុំវាយ cd ហើយឈ្មោះ folder មកគឺ comment ចូលទៅក្នុង folder ហ្នឹងអញ្ចឹងខ្ញុំវាយ ls ខ្ញុំឃើញថាមាន file name.tt នៅក្នុង folder ហ្នឹងមែនអញ្ចឹង comment បន្ទាប់គឺ comment ដើម្បី remove អញ្ចឹងខ្ញុំ remove file.tt ហ្នឹងខ្ញុំវាយ comment rm ហើយឈ្មោះ file អញ្ចឹង ls គឺបាត់ហើយអត់មាន file នៅក្នុង folder ហ្នឹងទេហើយខ្ញុំ cd .dot ដើម្បីចេញហើយខ្ញុំ copy វាដាក់នៅក្នុង folder ហ្នឹងម្ដងទៀតអញ្ចឹងខ្ញុំវាយ comment ដដែលទេហើយខ្ញុំចុច ls យើងចូលទៅក្នុង folder ហ្នឹងសិនអញ្ចឹងយើងវាយ comment cd ហើយឈ្មោះ folder ដែលយើងចង់ចូលហើយខ្ញុំវាយ ls យើង copy ម្ដងទៀតមិញហ្នឹងគឺបានចូលមកហើយអញ្ចឹង comment បន្ទាប់គឺ copy ដដែលទេតែយើង copy ហើយយើង backup ទៀតអញ្ចឹងយើងវាយ cp ឈ្មោះ file ដែលយើងចង់ copy ហ្នឹងហើយ file .back នេះគឺជា comment ដើម្បី backup file ហ្នឹងអញ្ចឹងខ្ញុំវាយ ls មើលអញ្ចឹងយើងឃើញមានពីរ file ដែលយើងបាន copy មកហ្នឹងគឺ file name.tt ហើយ file name.tt.back គឺជា file ដែលយើង backup អញ្ចឹងដើម្បីឆែកថាការ copy ហ្នឹងវាមានទិន្នន័យមកអត់ខ្ញុំវាយ comment ថា cat file ហ្នឹងអញ្ចឹងយើងឃើញមានទិន្នន័យមកជាមួយអញ្ចឹងការ copy ហ្នឹងមិនមែន copy តែ file ទេគឺវា copy ទាំងទិន្នន័យនៅក្នុង file ហ្នឹងមកដែរអញ្ចឹងយើងចេញពី folder ហ្នឹងសិនអញ្ចឹងខ្ញុំធ្វើការបង្កើត folder មួយគឺ comment mkdir ហើយឈ្មោះ folder ដែលយើងចង់បង្កើត folder មួយអញ្ចឹងនេះ ls មកយើងឃើញមាន folder មួយដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹង comment បន្ទាប់ដែលយើងប្រើនោះគឺយើងធ្វើការ remove folder ដែលយើងបានបង្កើតហ្នឹងអញ្ចឹងបើយើងចង់ remove យើងប្រើ comment វាមិនអញ្ចឹងដើម្បី remove អា folder ដែលយើងបានបង្កើតហ្នឹងយើងវាយ comment ថា rmdir ហើយឈ្មោះ folder ដែលយើងចង់ remove ហ្នឹងអូខេយើង ls មើលអញ្ចឹងយើងឃើញថាបាត់អា folder មួយដែលយើងបានបង្កើតមុនហ្នឹងហើយអញ្ចឹង comment rmdir ហើយឈ្មោះ folder ហ្នឹងគឺជា comment remove folder អញ្ចឹងបន្ទាប់មក comment មួយទៀតគឺខ្ញុំចង់ចឹងខ្ញុំវាយបង្កើត folder 2ចឹងឃើញមាន folder 2អញ្ចឹង comment បន្ទាប់ហ្នឹងគឺយើង remove ដែរតែយើងចង់បោះ message មកប្រាប់ថាយើងបាន remove folder ហ្នឹងអញ្ចឹងយើងថែម .v ដើម្បីបោះ message មកអញ្ចឹងការ remove ហ្នឹងវាបោះ message មកថា removing directory folder 2អញ្ចឹងទៅ
ចឹងយើង ls មកគឺបាត់អា folder 2ដែលយើងបានបង្កើតហ្នឹងហើយ command បន្ទាប់គឺយើងឆែកមើលចឹងខ្ញុំចង់ remove អា sv2.6 folder ហ្នឹងប៉ុន្តែនៅក្នុងអា folder ហ្នឹងវាមានទិន្នន័យនៅក្នុងហ្នឹងចឹងយើងវាយ command remove មើលថាយើង remove កើតអត់ចឹងវាប្រាប់ថា cannot remove sv2.6 is a directory ចឹងវាប្រាប់ថា sv2.6 ហ្នឹងគឺជា directory ហើយវាអត់អាច remove បានចឹងដើម្បី remove directory ដែលមានទិន្នន័យក្នុងហ្នឹងហើយចង់ remove ទាំង directory ចង់ remove ទាំងទិន្នន័យនៅក្នុងហ្នឹងយើងប្រើ command ថា rm.rv ហើយឈ្មោះ folder ដែលយើងចង់ remove ចឹងយើងចុច enter មកចឹងវាប្រាប់យើងថាវា remove ទាំង folder ហើយអា file នៅក្នុង folder ហ្នឹងអា file backup ក៏ remove ដែរហើយវា remove ទាំង folder ហ្នឹង directory ហ្នឹងចឹងយើងឃើញបាត់ថាអា folder sv2.6 folder ហ្នឹងហើយចឹង command បន្ទាប់គឺយើងចង់បដូរឈ្មោះ file ចឹងបើខ្ញុំចង់បដូរអា file name.txt នេះទៅជា file.txt ចឹងខ្ញុំវាយ command ថា mv ហើយឈ្មោះ file ដែលខ្ញុំចង់បដូរហ្នឹងហើយឈ្មោះ file ដែលយើងចង់បដូរចឹងខ្ញុំវាយ file.txt ចឹងខ្ញុំ ls មើលយើងឃើញថា file name.txt បានបដូរទៅជា file.txt ចឹងដើម្បីបដូរឈ្មោះ file គឺយើងវាយ command ថា mv ហើយឈ្មោះ file ដែលយើងចង់បដូរហើយយើងដាក់ឈ្មោះដែលយើងចង់ដាក់ថ្មីហ្នឹងមកចឹងខ្ញុំចង់ដឹងថានៅពេលដែលខ្ញុំបដូរឈ្មោះហ្នឹងតើទិន្នន័យវាបាត់បង់អត់ចឹងខ្ញុំវាយ command ថា cat ហើយ file.txt ហ្នឹងអញ្ចឹងយើងឃើញថាទិន្នន័យនៅដដែលអត់មានបាត់បង់ទេអញ្ចឹងការបដូរឈ្មោះ file ហ្នឹងវាពាក់ព័ន្ធទៅលើទិន្នន័យទេទិន្នន័យគឺនៅដដែលយើងបដូរតែឈ្មោះ file ទេ command បន្ទាប់នេះគឺជា command check ទៅលើ hardware គឺយើង check ទៅលើ CPU អញ្ចឹងយើងវាយ command ថា ls.cpu ខ្ញុំឃើញទិន្នន័យ CPU របស់ម៉ាស៊ីនរបស់យើងមានដូចជា core 4 core អញ្ចឹងទៅ socket 1 stepping 2អញ្ចឹងទៅអញ្ចឹង command បន្ទាប់គឺ command top ដើម្បី check ទៅលើ process ថាម៉ាស៊ីនរបស់យើងវាកំពុងតែដំណើរការទៅ process ទៅលើអីខ្លះ CPU អស់ម៉ានអីចឹងទៅវាមាន PID គឺជាលេខសម្គាល់ចឹងខ្ញុំ control C ដើម្បីចេញសិនបន្ទាប់មកខ្ញុំវាយ command យើង install HTOP ដើម្បីវាស្រួលមើលចឹងខ្ញុំវាយ sudo apt install HTOP ចឹងយើង install HTOP ចឹង HTOP ហ្នឹងវាដូចតែ TOP ទេគាត់ថាវាស្រួលមើលជាងចឹងយើងវាយថា HTOP មកនេះគឺយើងវាស្រួលមើលជាង command TOP នោះចឹងយើងឃើញមាន CPU យើងកំពុង process ទៅលើអីខ្លះអញ្ចឹងទៅអញ្ចឹងខ្ញុំ control C ដើម្បីចេញម៉ាស៊ីន
ចឹង comment បន្ទាប់ទៀតគឺ free នឹងឆែកទៅលើ RAM របស់ម៉ាស៊ីនរបស់យើងឃើញមាន total RAM នឹងប៉ុន្មានអញ្ចឹងទៅចឹង comment មួយទៀតគឺ free.h វាដូចតែ free ទេតែនេះ .h ហ្នឹងមានន័យថា for human ចឹងវាងាយស្រួលឲ្យ human មើលអញ្ចឹងទៅយើងឃើញ total មាន RAM 3G ចឹង 3G នេះគឺជា RAM របស់ម៉ាស៊ីនរបស់យើងចឹង comment មួយទៀតគឺ DS គឺឆែកទៅលើ disk របស់ម៉ាស៊ីនរបស់យើងមានតន័យ disk បានសូមមកចឹងទៅ df.h ដើម្បីងាយស្រួលមើលចឹង comment ទាំងអស់ហ្នឹងខ្ញុំតម្លាក់ទៅលើក្នុង description ដើម្បីឲ្យអ្នកទាំងគ្នាស្រួលមើលចឹង comment បន្ទាប់ទៀតគឺ comment lsblk ដើម្បីឆែកទៅ all ឆែកមើលតន័យ hardware all អញ្ចឹងទៅចឹង comment នេះគឺជា comment kill ចឹងខ្ញុំវាយ kill ដក 9 ហើយចុចហើយអត់មានចុចទេគឺលេខ 1 គឺជាលេខ PID ដែលយើងចង់ kill ហ្នឹងចឹងខ្ញុំអត់ kill ទេដើម្បីខ្លាចវាប៉ះពាល់ចឹងការងាររបស់យើងមានតែប៉ុណ្្នឹងទេចឹងចុងក្រោយគឺ comment shutdown ខ្ញុំវាយ sudo shutdown now ដើម្បីធ្វើការ shutdown ទៅលើម៉ាស៊ីន server របស់យើងចឹងអា comment kill មិញហ្នឹងគឺយើងអត់ខ្ញុំអត់ប្រើទេដោយសារខ្ញុំខ្លាចប៉ះពាល់ចឹងការងារយើងមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ
បាទមានសួរគ្រូដែលយ៉ាងទៀងហើយយើងមកបង្ហាញពីកំណត់ស្រាប់បង្កើត user ចឹងកំណត់បង្កើត user នៅលើ YouTube server យើងគឺមាន4ចឹងដូចដល់យើងសួរសិនចឹង user អីត្រាចឹងនៅ directory home and get ត្រាចឹងទៅហើយ hostname ឈ្មោះថា YouTube server ចឹងទៅគឺជាកំណត់ដែលយើងម្ដងចឹងកំណត់ដើម្បីឆែកទៅលើ version សិនserver របស់យើងប្រើ command cat/etc/release ឃើញ information ពី machine របស់យើង version ណានេះចឹងទៅចឹងតមកដើម្បីបង្កើត user យើងធ្វើការវាយ command ថា sudo user add ឈ្មោះ user ចឹងនេះគឺជា command ដើម្បីបង្កើត user របស់យើងយើង password 1 2 3 password user តាដែលជា user admin បន្ទាប់យើងធ្វើការឆែកថាយើងបានបង្កើត user ហ្នឹងអញ្ចឹង command គឺ add/etc/wd ចឹងឃើញមាន user secret ដែលយើងបានបង្កើតហ្នឹងដែលមានលេខ1100 1001ហើយ user Petra នោះគឺ user admin លេខ1000ទៅមកយើងធ្វើការវាយ command cd/home ដើម្បីចូលទៅកាន់ directory home ពេលយើង ls មើលយើងលេខមើលថាមាន user ណាខ្លះ user មានតែមួយទេគឺ Petra អញ្ចឹងមានន័យថាការបង្កើត user sudo user add secret ហ្នឹងគឺយើងអត់បានកាត់ user ហ្នឹងមកជាមួយនឹង home directory ទេគឺការ delete user តាមប្រើ command sudo user else ហើយឈ្មោះ user នេះគឺជា command ដើម្បី delete user ការឆែកមើលថា user ហ្នឹងបាន delete អត់ដើម្បី command cat/etc/passwd ការឆែកគេយើងឃើញថា user secret ដែលមានលេខ1001មុនហ្នឹងគឺបាន delete ហើយដោយសារតែ user admin ពាក់ថាបានលេខ1000ហ្នឹងទៅចឹង command ទី2ដើម្បីបង្កើត user យើងធ្វើការវាយ command ថា sudo user add ហើយ .m ហើយឈ្មោះ user កើតឈ្មោះថា secret ហើយយើងធ្វើការឆែកមើល cat/etc/passwd ចឹងឃើញថាយើងបានបង្កើត user secret នឹងម្ដងទៀតដែលមានលេខ1001ទៅដែរណាគឺយើងធ្វើការចូលទៅកាន់ directory ហមហើយយើងធ្វើការ list មើលចឹងការបង្កើត user sudo user add .m មិញហ្នឹងគឺវាបង្កើត user មករួមជាមួយនឹង home directory ពី user sudo user add ឈ្មោះ user ទៅមកយើងធ្វើការ switch ទៅកាន់ user secret ហ្នឹងមើលថាយើង switch បានអត់បាច់ password ចឹងកន្លែងនេះវា error ដោយសារថាយើងអត់បានដាក់ password ឲ្យ user ទេចឹងដើម្បីដាក់ password ឲ្យ user ហ្នឹងយើងធ្វើការវាយ command sudo passwd ហើយឈ្មោះ user ហ្នឹងមកវាធ្វើការតែ command su secret ហ្នឹងគឺជា command ដែលយើងប្រើសម្រាប់ switch user យក password យើងដាក់111ហើយ retype មក111ចឹង password នេះយើងបានបង្កើតដោយជោគជ័យ password របស់ user secret ហ្នឹងយើង user ខាងទេយើងធ្វើការ switch ទៅកាន់ user secret យើងធ្វើ command su ហើយឈ្មោះ user ហើយយើងដាក់ password ដែលយើងបានបង្កើតមកហ្នឹង111សួរថា who am I ចឹងយើងធ្វើការចូលទៅកាន់ user secret ហ្នឹងបានសម្រេចហើយ secret យើងនៅ directory home ទីខាងនៅពេលកំពុងសម្រាប់
ឡើង គឺព្រមហើយយើង link មកមានជា user ប្រាស់ហើយ user CTEX ទៅការបង្កើតfile មួយមកថា user ហ្នឹងអាចបង្កើត file បានចេញទៅtouch CTEX ហ្នឹងគឺយើងបង្កើត file ហើយចូលទៅកាន់ directory home ទីនោះមាន user Petra user CTEX អញ្ចឹងយើងធ្វើការចូលទៅកាន់user CTEX ហ្នឹងម្ដងទៀតអញ្ចឹង cd/home/ctex ហើយខ្ញុំ link មើលអញ្ចឹងយើងឃើញថាយើងនៅក្នុង directory CTEX ហ្នឹងហើយខ្ញុំ link មើលមានន័យថាយើងកើតម្ដងទៀតហើយយើងធ្វើការថុច file ឈ្មោះថា CTEX ដែលមាន extension ទេគឺការ link មានឈ្មោះ file ហ្នឹងថា CTEX ខ្ញុំធ្វើការ switch មកកាន់ user Petra វិញដែល password 1 2 3ហើយខ្ញុំធ្វើការ delete user CTEX ហ្នឹងអញ្ចឹងកន្លែងនេះយើង delete បានទេដោយសារតែយើងធ្វើការswitch ដែលយើងបានប្រើជើងកើតអីហ្នឹងវាត្រូវបានបាត់នៅលើ user CTEX ហ្នឹងយើងអត់អាច delete user ហ្នឹងទៅហ្មងបានទេអញ្ចឹងយើងធ្វើការបិទ switch សិនហើយយើងប្រើ command ថា sudo kill 19ហើយឈ្មោះលេខ PID របស់ switch ហ្នឹងបាទអញ្ចឹងយើងធ្វើការបិទ switch ហ្នឹងសិនចាំបានយើងលុប user ហ្នឹងទៅធ្វើការ reboot remote ចូលទៅ server សារថ្មីដល់ពេលយើងបិទ switch ហ្នឹងទៅយើង close connection តែ switch SSH ដើម្បី remote ចូលទៅកាន់ server SSH ឈ្មោះ user ហើយ IP address មក password 1 2 3តោះមកខ្ញុំឆែកទៅលើ user ឆែកមើល user ហ្នឹងយើងឃើញមាន user ហ្នឹងតើបាន delete ទេចឹងយើងធ្វើការ delete user ហ្នឹងមកដោយសារមិញយើងតើបានបិទ switch វាពេលនេះយើងបានបិទ switch វាហើយយើងធ្វើការ delete វាសារថ្មីដែលប្រើ sudo user del ctex password របស់ user មានយើង1 2 3ខ្ញុំឆែកមើលថាវាបាន delete user ហ្នឹងមែនអត់ចឹងយើងឃើញថា user ហ្នឹងបាន delete បាត់ហើយយើងចូលកាន់ directory home ហើយ link មើលអញ្ចឹងនៅក្នុង directory home មាន ctex ទៀតដែលយើង delete តែ user យើងបាន delete directory ទៀតទេអញ្ចឹងយើងធ្វើការវាយ command sudo omd ហើយ ctex អញ្ចឹងមានថាយើងចង់ remove directory ctex ហ្នឹងតែវាប្រាប់ថាយើង remove កើតទេដោយសារតែក្នុង directory ហ្នឹងវាមិនទទេមាន file មាននៅក្នុងហ្នឹងអញ្ចឹងយើងប្រើ command មួយទៀតគឺ sudo dash os ហើយឈ្មោះ directory ហ្នឹងមកគឺយើង delete ដែលអ្វីដែលមាននៅក្នុង directory ctex ហ្នឹងអញ្ចឹងវាប្រាប់ថាយើងថាយើង remove អីខ្លះទៅខ្ញុំមើលអញ្ចឹងវាបាត់ការ directory ctex ហ្នឹងមកយើងប្រើ command មួយទៀតដើម្បីបង្កើត user យើងប្រើ command sudo user add .com ហើយ s/bin/bash ឈ្មោះ user មកយើងធ្វើការ tab មើលថា user នេះយើងបានបង្កើតអត់អញ្ចឹង command មួយនេះតើយើងកើត user ហ្នឹងរួមជាមួយនឹង directory ដូចជា command មុនដែរមាន
slash bin slash អីចឹងទៅពី ymk slash etc ហើយ pass wd ជាយើងឃើញមាន user ឈ្មោះថា ctech នៅក្នុង directory home ctech slash bin slash មកហ្នឹងទៅគេចូលទៅកាន់ home ហើយយើងមើលមានចឹងយើងមានឃើញ user ctech ដែលយើងបានកាន់មុនហ្នឹងចឹងយើងធ្វើការដាក់ password ឲ្យវាហើយទៅមុននឹង switch ទៅកាន់ user ហ្នឹងហើយ command sudo pass wd ហើយឈ្មោះ user ហ្នឹងហើយឈ្មោះ user ខុស sudo pass wd ហើយឈ្មោះ ctech password 222ហើយ222ពេលយើងបានការ password ហើយចឹងយើងធ្វើការ switch ទៅកាន់ user ហ្នឹងសួរយើងនៅ user Petra ទេយើងធ្វើការ switch command sudo ហើយឈ្មោះ user so ctech ដើម្បី switch ចឹង password 222ចឹងសួរថា who am I យើងឃើញថាយើងបាននៅលើ user ctech យើងធ្វើការ switch មក user Petra ហ្នឹង223 password ហើយសួរ who am I យើងធ្វើការ switch ចុះឡើងបានហើយជាមួយ user មានហើយ user ដែលយើងបានបង្កើតទៅមក command ទី4ដើម្បីបង្កើត user ហ្នឹងយើងប្រើ command ថា sudo add user ហើយឈ្មោះ user ចូលមក sudo add user មុនហ្នឹងគឺ user add sudo add user ហើយឈ្មោះ ctech Petra អញ្ចឹងទៅចឹង command នេះដើម្បីដែលយើងបង្កើតមកវាឲ្យយើងបញ្ចូល password ទៅមកយើងមិនចាំដាក់ password នៅពេលក្រោយយើងបង្កើត user រួមជាមួយនឹង password មកដាក់123 password 123ហើយឈ្មោះពេញរបស់ user យើងដាក់ឈ្មោះថាឆៃស្កាត្រាឈ្មោះរបស់ខ្ញុំឈ្មោះរបស់ខ្ញុំហើយ room number យើងមិនដាក់ទេ skip ទៅចុច enter ហើយ room number ខ្ញុំដាក់ដែរចឹងយើងធ្វើថា information នៅកន្លែងណាយើង yes ខ្ញុំធ្វើការឆែកទៅលើ user ហ្នឹងមើលថាមានបង្កើតមកមែនទេឃើញ user ទី1002ដែលយើងបានបង្កើតមិញហ្នឹងឈ្មោះថាឆៃក្នុង directory ctech Petra អញ្ចឹងទៅ slash bin slash អញ្ចឹងទៅចេញទៅការ switch ទៅកាន់ user ហ្នឹងហើយ password 123ខ្ញុំសួរថា ហូបណាអញ្ចឹងពេលលើ user ctech Petra វានៅកាន់ home ហើយ directory home ហើយ Petra ធ្វើចេញវិញពីមើលមានអីទេសារយើងអត់មាននៅលើ directory ហ្នឹងចឹងទៅការចូលទៅកាន់ directory សិនcommand ថា cd /home ចឹងនៅក្នុង directory home ហើយកន្លែងមួយយើងមានឃើញ user ជា Petra ctech ហើយ ctech Petra ហ្នឹងទៅ directory តទៅកាន់ directory ctech Petra ហ្នឹងចឹងយើងកំពុងតែនៅក្នុង directory ctech Petra ហ្នឹងហើយមានអីទេដែលថាយើងអត់មានបានបង្កើតហើយនៅក្នុង directory ចឹងខ្ញុំធ្វើការបង្កើត file មួយនៅក្នុង directory នេះឈ្មោះថា ctech.tt ហ្នឹងទៅls មើលគឺមានអញ្ចឹង user មួយនេះអាចបង្កើត file បានតែ user មួយហ្នឹងគឺអត់មានសិទ្ធិក្នុងការប្រើ command sudo ទេក៏ add user ផ្សេងទេអញ្ចឹងខ្ញុំធ្វើការសាកបង្កើត user មួយថា
user CTEX ពាក្យត្រាហ្នឹងឲ្យបង្កើតបានsudo user add ហើយជួយ user ថា hello កន្លែងនេះយើងធ្វើការដាក់ password របស់CTEX ពាក្យត្រាហ្នឹងគឺ1 2 3ចឹងវាបានប្រាប់ថាuser CTEX ពាក្យត្រាហ្នឹងអត់មានសិទ្ធិក្នុងការបង្កើត user ផ្សេងតទៅទៀតទេព្រោះសារuser CTEX ពាក្យត្រាហ្នឹងមិនមែនជា user admin ទេចឹងខ្ញុំធ្វើការ exit ដើម្បី switch user ជា command ខ្លី exit ដើម្បី switch user ហើយsudo hi ចឹងយើងនៅលើ user ឈ្មោះថាហ្នឹងជា user ចឹងការងារ user management របស់យើងមានតែប៉ុណ្្នឹងទេអរគុណគ្រូហើយអរគុណ